វានឹងហុចតម្លៃអតិផរណាដែលឡើងហ្នឹងប្រហែលគឺហុចមកឲ្យយើងអញ្ចឹងមានន័យថាបើសិនជាយើងដាក់លុយវិនិយោគ$1000យើងអាចចំណេញមកវិញបាន$1000 $2000 $4000 $5000 $10000 $20000 $10000 ក៏មានដែរហើយលក្ខខណ្ឌល្អទាំងហ្នឹងហើយដែលវាធ្វើឲ្យលុយដែលហូរចូលមកគឺពឹងផ្អែកទៅលើគាត់ទាំងស្រុងណាអញ្ចឹងបើសិនជាអត់គាត់ទេគឺអត់មានលុយហូរចូលទេ and then ចុងក្រោយក្រុមហ៊ុនល្អដែលនាំឱកាសមានមកឲ្យយើងមកឲ្យដល់គ្នាគឺ ISRG ឬក៏ហើយ6ខែកន្លងមកហ្នឹងសុទ្ធតែ stock market portfolio របស់ខ្ញុំដែលបានដាក់លុយវិនិយោគហ្នឹងវា performance បានប្រហែលហើយអានេះគឺជា performance របស់ខ្ញុំ year to date ណាអញ្ចឹងបើសិនជាមើលទៅ year to date គឺគិតចាប់ពីខែមករា2026មកដល់ឥឡូវហ្នឹងខែ6ហ្នឹងប្រហែលថ្ងៃហ្នឹងអញ្ចឹង year to date គឺ performance របស់វាមានន័យថាផលចំណេញដែលវាឲ្យខ្ញុំកំឡុងពេល6ខែហ្នឹងគឺបានប្រហែលជា$5700ជាងហើយវាប្រហែលជា5%ជាងថា76%ចឹងyear to date ណាគឺវាបែបហ្នឹងនេះគឺជាផលចំណេញដែលខ្ញុំមិនទាន់កាត់ណាអាកាត់ហើយគឺវាអត់រាប់ទេវាបញ្ចូលទៅក្នុង equity អស់ហើយមិនទាន់កាត់គឺវាដាក់នៅក្នុងកន្លែង unrealized gain និយាយបានហើយច្រើនគួរសមដែរមិនជាច្រើនខ្លាំងណាស់ណាទេប៉ុន្តែវាច្រើនគួរសមដែរអាចទទួលយកបានណាបើសិនជាធៀបជាមួយនឹង drop អីផ្សេងទៀតទៅអញ្ចឹងសរុបទៅអូខេ year to date គឺប៉ុណ្្នឹងណា5ទៅ6%ឡើយទេប៉ុន្តែនៅពាក់កណ្ដាលឆ្នាំទៀត6ខែទៀតអាចរំពឹងថាវាច្រើនជាងមុនដែរ10ឬក៏15%ឬក៏20%អីចឹងទៅដោយសារបានជាខ្ញុំនិយាយអញ្ចឹងមូលហេតុនោះគឺដោយសារតែ interest ទេនៅក្នុងហ្នឹងគឺ return ដែលទទួលបានហ្នឹងមួយផ្នែកធំគឺដោយសារតែក្រុមហ៊ុនតាក់ទងជាមួយនឹង semiconductor ណាហើយឲ្យវាជាលក្ខគឺទី1ក្រុមហ៊ុន ASML ទី2គឺក្រុមហ៊ុនBroadcom ហើយនិង ANET អាហ្នឹងគឺវាជួយឲ្យទទួលបានផលចំណេញច្រើនដែលបើគិតទៅគឺប្រហែលជា5-6000ជាងហ្នឹងហើយមួយទៀតគឺតាក់ទងជាមួយនឹង cyber security ដែលមានឈ្មោះថា Fortinet គឺវាជួយឲ្យ portfolio របស់ខ្ញុំហ្នឹងទទួលបានផលចំណេញតែបើតែវាមិនច្រើនទេប៉ុន្តែចំណេញណា5000ជាងដែរគ្រាន់តែថាទៅមុខទៀតនៅមានក្រុមហ៊ុនមួយចំនួនទៀតដែលវាមិនទាន់ឲ្យផលមានន័យថាវាធ្លាក់ហើយវាមិនទាន់ងើបណាបើគិតពី year to date ក្រុមហ៊ុនគេខ្លះទៅនេះក្រុមហ៊ុនដែលខ្ញុំរំពឹងថាវានឹងទទួលបានផលចំណេញច្រើនឬក៏វានឹងងើបឡើងវិញហើយឲ្យខ្ញុំទទួលបានផលចំណេញច្រើនគឺមានប្រមាណនេះណា Fico Netflix ISRG Microsoft Palantir Duolingo Amazon ហើយនិង ServiceNow ប្រហែលក្រុមហ៊ុនហ្នឹងគឺខ្ញុំរំពឹងថាទៅមុខទៀតបើសិនជាទីផ្សារវាត្រឡប់មកធម្មតាវិញអ្នកវិនិយោគឈប់ភ័យអ្នកវិនិយោគចាប់ផ្ដើមផ្ដោតទៅលើ valuation វិញប្រហែលក្រុមហ៊ុនហ្នឹងគឺវានឹងឡើងទៅវិញហើយអាចលបាក់ប្រហែលជា 50-60% អីចឹងទៅបើសិនជាគិត5ទៅ6ខែឬក៏មួយឆ្នាំអីទៀតអញ្ចឹងអាហ្នឹងគឺអ្វីដែលខ្ញុំរំពឹងទុកណាប៉ុន្តែมันប្រកាសថា 100% វានឹងទៅបែបហ្នឹងទេគ្រាន់តែថាអាទាំងអស់ហ្នឹងវាគឺជាក្រុមហ៊ុនដែលល្អហើយក្រុមហ៊ុនដែលល្អហើយ service របស់វា product របស់វាទីផ្សារខ្វះបានឯងគាត់ថាឥឡូវហ្នឹងដោយសារតែវាមានបញ្ហាមួយចំនួននៅក្នុងទីផ្សារទើបធ្វើឲ្យអ្នកវិនិយោគមួយចំនួនហ្នឹងគឺបោះបង់វាចោលទៅចាប់យកពពួក semiconductor ដូចជា memory chip អីចឹងទៅហើយនេះទីទៀតពេលដែលគេត្រឡប់មកវិញគឺដឹងតែ boom ហើយឃើញទេថ្ងៃពហុមុនហ្នឹងគឺវាអញនិយាយបានថាដូចជាចាប់5 rotate មកម្ដងតិចម្ដងទៀតមិនច្រើនទេណាដោយក្រុមហ៊ុន Fico គឺមួយថ្ងៃហ្នឹងគឺវាឡើង6ថា7% ជាងចុះ7% ជាងណាបើសិនជាគិតទៅគឺប្រហែលជា$500ជាងដែរ Netflix គឺ 4.5% ដែរគឺបើគិតទៅប្រហែលជា400ជាងដែរ ISRG 5.8% 200ជាងដែរណាឡើង Microsoft 1% ជាង Palantir 3% ជាង Duolingo 3% ជាងហើយបន្តមកទៀតណាប៉ុន្តែអ្វីដែលខ្ញុំរំពឹងដូចនិយាយប្រាប់អញ្ចឹងគឺទៅមុខទៀតវានឹងចាប់ផ្ដើមអាចនិយាយបានថាងើបទៅវិញហើយពីកន្លែងដែលវាត្រូវបានគេបោះបង់ហ្នឹងអញ្ចឹងពេលដែលវាងើបទៅវិញអាទាំងអស់ហ្នឹងគឺវាអាចនឹងទាញ portfolio របស់ខ្ញុំឲ្យឡើងទៅទទួលបានផលចំណេញប្រហែលជា15ឬក៏20%អាហ្នឹងគឺអ្វីដែលខ្ញុំរំពឹងនៅរយៈពេលកន្លះឆ្នាំឬក៏មួយឆ្នាំទៅមុខទៀតអាហ្នឹងគឺរំពឹងបែបហ្នឹងណាហើយមិនមែនចេះតែរំពឹងទាំងទៅដល់ខ្យល់ទេគឺដោយសារតែនេះយក fundamental ហ្នឹងទៅផ្អែកអានេះគឺដូចអ្វីដែលអ្នកនរគ្នាធ្លាប់ដឹងកន្លងមកខ្ញុំបញ្យល់ថាពេលដែលយើងវិនិយោគជាមួយទីផ្សារពហុនអ្វីដែលអស្ចារ្យរបស់វាគឺតាក់ទងជាមួយនឹងផលខាតហើយនឹងផលចំណេញឥឡូវខ្ញុំដាក់វានៅក្នុងក្រាមចេះទៅឲ្យអ្នកនរគ្នាងាយយល់ណាអានេះគឺ gain loss for holding មានន័យថាអ្វីដែលយើងបានទិញទុកកន្លងមកហ្នឹងគឺវាចំណេញប្រមាណវាខាតប្រមាណហើយចំណុចដែលសំខាន់ដែលខ្ញុំចង់ឲ្យអ្នកនរគ្នាចាប់អារម្មណ៍នោះគឺកន្លែងនេះហ្នឹងមានតែម៉េចមានន័យថាពេលដែលយើងវិនិយោគនៅក្នុងទីផ្សារពហុនកុំភ័យកន្លែងហ្នឹងគឺ
vì tay thì miền bể muối dương nâng cả hòm tay cái món này dương màn tính những cứ vì ọt là thế vì ai thà phải đỏ xón cứ vì lẽ cả hòm tay và tay cả hòm tay khát cái này nó cứ sầm khăn nó cứ ọt miền khát lưng mà đôi phía rồi vậy cũng ở thì dương pra lên vào đây nhé cũng ở thì dương pra mà trên này chẳng tệ lên vào đây thì có mà chín cứ video cho cái này chẳng cũng ở thì dương pra mà chín ca để dương ai khát cứ giang cho ra đâm phát cứ mà đôi phía rồiแต่นั่นคือการในแบบนั้นviệcกำรอเมียนสันแต่มันดาวมวยเพียร้อยตีมันดาวมวยเพียร้อยตีแต่ออกนี่แค่มาร้อยเพียร้อยอะไรซึ่งแต่โซนจุดโซนแปรเพียร้อยใกล้จะประมวลเพียร้อยที่เกิดอะไรอะไรจะใส่กระบวนการล้อวีมันเงี้ยตีดำไปทะเลดำทะเลเบงครับนะวีมันจะไหนเปย์มันจะนำปีชนะไหมดอกมาเพย์30ชนะมาอย่างแต่ตื้อวีเบงครับแต่ท้ายมันเงี้ยตีแต่กระบวนล้อมันเงี้ยในขนมแกะเบงครับตีวีตายแต่มีพิษบัดมันในขนมตีบสายยังคือการในด่าขลับบัมพอดยืงแค่ทำตายมาโดยเพียร้อยตีเย่จอมคือยืงได้เลยมาปอนเดล้านเอาไว้đểยืงไอคันจะบัมพอดคือมาปอนเดล้าเด้ปั้นนั่งปั้นตายจนนั้นเดี๋ยวเราเนี่ยคือเป้đểยืงเตยเป้đểยืงจะนั่งไว้เนี้ยvậy men พอจะนั่งđểยืงตัวบ้านคืออัดได้ตำนานเลย unlimited เนี่ยมีในแท้พอจากนั้นอาจจะตัวบันปีร้อยใบร้อยปรามร้อยมาปอนเพียร้อยปรามปอนเพียร้อยมาเมินเพียร้อยปีเมินเพียร้อยก็มีได้เอาแต่ยืงโฮลบานเอาแต่ยืงตุกวีบานกันวีบานนะจังมีในทับเบอร์เซนจียืงได้ลอยวีในยุคมวยปอนเดล้ยืงอาจจะนั่นมาไว้มาปอนปีปอนเดล้ใบปอนบุญปอนปรามปอนมาเมินปีเมินปรามเมินดับเมินเดล้ก็มีได้แค่นี้อันนั้นคือวีลออะไรเนี่ยจังสรุปtớiคือการแต่ยังอาจแค่คือแค่ทำมวยแต่ปัจจัยเบอร์เซนจียืงจะนั่นเป็นคือเลือกปีมวยปรามดับแต่ปรามมาเพย์30 40มาร้อยดองก็มีได้มาร้อยดองในเลยเราไปยืงก็มีได้อันนั้นคือจะหน่อยล้อแต่ตรงจะมวยนังสต็อกมาคิดvậy tớiคือมีไอมาจะดูกันไหลนักบ้านเลยอันนั้นไงช่วยจะหน่อยเด็กช่างสไลน์สต็อกมาคิดแม่นเต้นเกิดมื้อมีตรงหน้าได้วีละอ่อนช่างđãเลยในยุคตึกฮัดยังเฉินแต่มวยเราไปจะไหนดับมาเพย์30ก็มีได้ยืงรบกลายเป็นยุคได้เอาพอละอแบบนั้นยังตีแสบไปหนคือเชียตรวจได้พอดอแหลกหันละอ่อนจังสำหรับยืงไงก็ตายไปเจ้านะchưa trong các bạnมันchưa các bạn đấy ở bên nhà thì bà mình chưa thế trong nơi bà tỏ đã lùi viện giúp trong nơi đây tụi bạn phật trên đỉnh bài nặng tại bà chưa dương châu bà lâu nó không phải sai nên ở cái này hay dương tụi phật trên đỉnh bị vi tiền ngọc cái này ok nơi không video nó cứ ở vậy để trong trang giấy mình bây giờ nói sầm can á tí mui ta tìm ra phải hơn nơi để đập trăm cào viên năng tài chia dạng nè đứa con đập trăm cào đứa con mà phải trăm cào đứa con 30 trăm cào ta tìm ra phải hơn viên năng tài chia dạng nè trong dạng prapi cũng là tập nhầm đồ đấy nè cái tôi cho mùi nắngสถานพิบาลบอกตีบซาไปฮ้อนเนอเรียไปดับมาไปชันกลายจังแต่ตีปีเอาไว้ได้ยืนนั่งเย้ยคือกระมวลละอจนวนใบได้กำปงแต่บางหางอากาศละอไว้ตีกิจชมนมต่อนี่แต่มือให้ได้บางจิตชมยืนจังฉันคือวิมีนกระมวลละใบได้กำปงแต่บางหางอากาศมีจับยกตื้อดักเลยเป็นยกตื้อต่อข้างนี้นั่งตัวมันพอจะนั่งมาร้อยปีร้อยใบร้อยปีร้อยดีกับชานทีหนึ่งก็มีได้ไอ้ตีใบจะเราสำคัญได้จังไอ้ต่อข้างนี้แล้วนั่นคืออเตพรณาได้บานการลาจัดแสดงtrong năng lựcอุติหอมมวยได้việc banการล้างเอาต่างออกนี้ไม่เคยให้หนึ่งเงี้ยอยู่ด้วยគ្នាได้โอเคแล้วយើងចេញពីចំណុចទី1របស់យើងទៅតែតោះជាមួយនឹងទីផ្សារពីហ៊ុននៅរយៈពេល10ឆ្នាំ20ឆ្នាំក្រោយតើវានឹងទៅជាយ៉ាងណាអ្វីដែលខ្ញុំអញនិយាយបានគឺអញ្ចឹងទេទីផ្សារពីហ៊ុនវាមិនមែនជាទ្រព្យមួយដែលកើតឡើងដោយឯងមិនមានអីនៅពីក្រោយខ្នងវាអត់ទេទីផ្សារពីហ៊ុនអ្វីដែលសំខាន់ជាងគេគឺវាមានក្រុមហ៊ុននៅពីក្រោយហ្នឹងអញ្ចឹងមានថាបើសិនជាយើងនិយាយពីទីផ្សារភាគហ៊ុនគឺយើងនិយាយពីក្រុមហ៊ុនល្អនៅពីក្រោយវាហ្នឹងអញ្ចឹងបើសួរថាតើក្រុមហ៊ុនល្អនឹងវាធ្វើអីចម្លើយគឺក្រុមហ៊ុនល្អទាំងអស់ហ្នឹងវាកំពុងតែផលិតសេវាកម្មឬក៏productដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងសង្គមនៅក្នុងពិភពលោកហ្នឹងដូចតែអរគ្នាឃើញហើយយើងលើកក្រុមហ៊ុន Microsoft មួយចុះបញ្ហាអីដែលវាដោះស្រាយយើងលើកក្រុមហ៊ុន Google មួយចុះបញ្ហាអីដែលវាដោះស្រាយយើងលើកក្រុមហ៊ុន Netflix មួយចុះបញ្ហាអីដែលវាដោះស្រាយយើងលើកក្រុមហ៊ុន Amazon មួយចុះក្រុមហ៊ុនហ្នឹងតើបញ្ហាអីដែលវាដោះស្រាយអញ្ចឹងសរុបទៅទីផ្សារពីហ៊ុននៅរយៈពេល5 10 15 20ឆ្នាំក្រោយគឺវានៅតែជាប្រភេទទ្រព្យមួយដែលគ្រប់គ្នាមនុស្សទូទាំងពិភពលោកនឹងច្បាមដាក់លុយទៅទិញវាដើម្បីយកធ្វើជាទ្រព្យមួយតម្កល់តម្លៃលុយរបស់ពួកគេឬក៏ជាទ្រព្យមួយដែលធ្វើឲ្យលុយរបស់ពួកគេហ្នឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងមានសុវត្ថិភាពដោយប្រទេស Norway អញ្ចឹងឃើញអត់គ្រាន់តែប្រទេសហ្នឹងមួយលុយដែលបានពី
cái lộ prey máu cứ việc tục một nãy vô từ đặt viên này dụng này cái nông tiệp xa về hôn nơi Americ này ngày khởi nhất vì mới khơi lại nữa nghe để sao thế tiệp xa về hôn nơi tay chia và phê drop để thưa ai lôi được bao ok càng lan dạng miên sờ hoạt tập hiệp chấm tiếc ở đây khi mà anh gì bán cứ ban thằng nè cũng thấy tiệp xa về hôn vì on tây nè thì tới một tiết ở đây anh dễ ban mùi mặt dạng clay hai chúng bán nó cứ đầm lại là bảo tiệp xa về hôn bìa lời nắng ạ từ đó ngày một tiết cứ vì càng làng hay càng làng tràn tiết phong ai buồn đong làm đong thì có đọc đầu anh chẳng thật dạ bế làm trăm cái đó ấy đọc trăm cái đó trăm cao được có một page trăm cái rồi ở đây bạn thì không hiền vậy thà viên nâng cao nằm lay chúng lấy cứ để sao tại tiệp xa về hôn nắng á vì cứ chỉ trộm mùi dial control đào ý sẽ và cam được có là tập phò rồi bắt cầm hôn để miềnในขนม tiệp xa về hôn nằm chẳng bờ sân chia nơi tại miền mình nụ lúc nơi khả năng bị phục luôn nắng ạ đầm bờ cá và nhà há để có sẽ và cam mà chỉ nâng ọt bật bằng tờ thì nơi ta bắt to miên nơi ta bắt to can lá hai à ta on đang hay để thu ở cầm hôn mùi để miên ở không tiệp xa về hôn nắng ấy vì bắt to đầu si chân đánh hai chân đánh chân cái đầm lại đồ việc can lan bài mình khởi nhất anh nắng ở đây để kiếm anh chị bạn cái tôi cho mùi tiệp xa về hôn này đơn giản chẳng vì mình bệnh miên tai bát mà định mùi vì mình bệnh miên tai nơi ăn lệ mùi vì mình bệnh miên tai nơi Australia được có Japan được có cái này mùi ở đây cứ vì miên tra ơn bát nè bà nhà nó cứ thật tao dương cu tại đại lôi viên dục cho mùi nâng tiệp xa về hôn nơi anh nè anh nắng cứ chia cho mùi là bảo thằng ở cái này thì vấn đề sầm nạp nhóm miên tai bát Americ tại mùi tệ miên tai bát Americ cho mùi tệ đại vì bắt đầu lẽ khăn lò ở nhóm mình thấy đã lùi viên dục cho mùi nâng tiệp xa về hôn nơi Americ vì vậy khi mình sẽ vật tập hiệp đầy lượng sưu hai từ tụi bạn phật chân đánh riêng ra ơn của xóm đài cứ chẳng của xóm đài nè mua hai đài phơ ở khi nhóm được bạn nâng kịch chẳng cứ để ra thành trẻ tệ lấy ta ở khi mà mơ pi lụm đạp cầm hôn đại thông bẩm phật nơi con ông bị phục lũ cái này ta về miền bờ tây này tràn chính kỳ nhưng mới tới cứ bị mũi đọc bằng mũi nữa ta phải tới về miền tràn tiền nè cho từ mơ list cầm hôn ta on nâng tay thì mỗi cứ Nvidia Apple Alphabet được có Google này Microsoft Amazon quan taประมาณApram นั้นคือชื่อกรมพลในอเมริกบาร้ายนั่งคือในอเมริกนะในอเมริกแต่ตรงจมูกนั่งที่ SMC ในไต้หวันนั่งSaudi Aramco ในอาหรับีนั่งไอ้cái việc Samsung SK Hynix ในกระไรนั่งคือยังจังในขนมยาน้ำดับประมุยนั่งมีดับเชียงแต่หายได้ชีกรมพลในประเทศอเมริกchẳng với mình này thầm với mình này thay bởi sao để kịch mới tớiกรมพลต่อนั้นคือชื่อกรมพลปัจจัยการวิจัยหรือก็เทคโนโลยีด้านนอมโมเกะเข้าใจอันนี้มาแท้อเมริกคือชื่อประเทศมุ้ยด้านมีนวิสัยเทคโนโลยีนั้นนอมโมเกะแต่ใช่แต่ใช่ไทยกรมพลเยอะมาจนนู้นคือหนึ่งนั่งวิจัยเขาหนึ่งเข้าใจมื่อที่เตะตรงจมูกในอเมริกคือวิจัยประเทศแต่มีเศรษฐกิจคลังจริงเกะนอมโมเกะไม่ในทางเกี่ยวกับคดีจังแต่รัสเซียจมูกในอเมริกเนี่ยเขาไม่เยอะเราแต่พอเรานอนแต่อเมริกก็มันติดได้คืออย่างแต่ใช่แต่เศรษฐกิจเราบอกอเมริกนั่นคือเวลาอ่อนนะแต่ใช่ที่ยังเมื่อแต่เลือสเปียร์บทบาทวิก็คลั่งได้นะที่มันสกอร์สเปียร์บทบาทอเมริกจ้ะแค่นี้อันนั้นก็ตัวสกอร์ได้บางมันตัวสกอร์ได้ดังทำไมเตะมวยที่สำคัญจริงๆก็คืออเมริกประกอบดักนวมเราบอกวิพิจารณาคือความโตแต่เลือ capitalism วิความโตนะวิอัดแก่ท่าcái trôi thì đâyประเทศมาจากนู้นที่ประเทศมาจากนู้นก็นั่นคือโดยจีนในยุโรปấyโดยจีนมัน control capitalism ไหมกรมเนียงทอมละมองติ๊กรักเฉลยได้จอมเจ้าไอแล้วเป็นแบบทัวร์สีเนี่ยอยู่ฉบับtừ cáiนู่นเลยไว้ในชั้นก็โดยที่นี่ได้อะไรประเทศในอเมริกคืออะไรคือ control capitalism เหมือนกันแบบนั้นให้แต่ทัวร์มีกรมปัจจัยกับวิชาทองคือวิริลุดลัวดอกดาทอมละโหดดาพิภพโลกคือเธอแกผลิตภัณฑ์ก็เสวกรรมมาบอกเวียนนั่นเคยยัดอันนั้นคือแบบนั้นและขั้นละอแต่นั้นให้ได้วิดฟื้นเอากลุ่มคนในขนมประเทศอเมริกนั่นไงคือวิละอวิการดำไลวิจิตรบได้กลุ่มนี้จังแบนจังติ้งยมตุกในขนมพอร์ตโฟลิโอเคยยัดอันนั้นไงจังไม่ท่าจะน้อยมวยนั่นคือสไตล์ความโตสไตล์ฟื้นเอาดำไลระบบสต็อกมาร์เก็ตในอเมริกนั่นวิการล้างบัตรทิพย์จมูกนั้นประเทศเซนอันนั้นแต่ปนนั้นนะบัตรเสนยังใจดอก currency strength
ភាពខ្លាំងរបស់លុយដុល្លារធៀបជាមួយនឹងលុយផ្សេងទៀតកុំបាច់និយាយដែរឃើញអត់វាមានចំណុចច្រើនដែលធ្វើឲ្យអាមេរិកហ្នឹងវាខ្លាំងហើយចុងក្រោយកាលណាប្រទេសហ្នឹងវាខ្លាំងកុំភ័យទ្រព្យឬក៏ stock market នៅប្រទេសអាមេរិកហ្នឹងគឺវាខ្លាំងទៅតាមហ្នឹងដែរខ្លាំងកន្លែងហ្នឹងគឺបើយើងបកប្រែទៅតម្លៃរបស់វានឹងទៅកើនឡើងនៅក្នុងរយៈពេលវែងហើយឃើញអត់អញ្ចឹងសរុបឲ្យងាយយល់ទីផ្សារពហុនរយៈពេល5ឆ្នាំ10ឆ្នាំ15ឬក៏20ទៅមុខទៀតវាដឹងតែការតម្លៃហើយការតម្លៃដោយសារអីដោយសារតែក្រុមហ៊ុនទាំងអស់ហ្នឹងគឺវានៅតែបន្តរកស៊ីចំណេញក្រុមហ៊ុនទាំងអស់ហ្នឹងប្រដាប់ឬក៏សេវីរបស់វានៅតែជាតម្រូវការរបស់មនុស្សលោកហើយទីផ្សារពហុនដែលខ្ញុំបដោតជាងគេគឺទីផ្សារពហុននៅអាមេរិកហ្នឹងហើយប៉ុន្តែទាំងអស់គ្នាអាចរើសទីផ្សារពហុននៅផ្សេងបានណាចង់វិនិយោគនៅខ្មែរក៏វិនិយោគទៅមិនជាអីទេប៉ុន្តែសម្រាប់ខ្ញុំគឺអាមេរិកជាកន្លែងដែលមានជីជាតិជាកន្លែងដែលមានសុវត្ថិភាពសម្រាប់ឲ្យលុយរបស់ខ្ញុំជ្រកកោនហើយកើនកូនកើនចៅពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងច្រើនសម្រាប់ខ្ញុំណាយ៉ាងកិច្ចការរបស់យើងអ្វីដែលត្រូវធ្វើគឺបែបនេះទេយើងមានជំរឿច្រើនណាប៉ុន្តែអ្វីដែលបដោតជាមួយនឹងរឿងលុយគឺប៉ុណ្ណេះទី1ពីមួយថ្ងៃទៅមួយថ្ងៃយើងបដោតធ្វើការរលុយចំណាយពេលធ្វើការរលុយចំណាយពេលធ្វើការរលុយចំណាយពេលធ្វើការរលុយដើម្បីឲ្យមានលុយនៅសល់ប៉ុន្តែអ្នកខ្លះអញនិយាយបានថាបដោតធ្វើការរលុយមានលុយសល់ហើយអត់បានធ្វើការងារទី2ដ៏សំខាន់មួយទៀតទេគឺរកការងារឲ្យលុយធ្វើដែរមានន័យថាពួកគាត់គឺចំណាយពេលធ្វើការរលុយដោយខ្លួនឯងទេលុយដែលហូរចូលមកគឺពឹងផ្អែកទៅលើគាត់ទាំងស្រុងណាអញ្ចឹងបើសិនជាអត់គាត់ទេគឺអត់មានលុយហូរចូលទេឃើញអត់អាហ្នឹងគឺជាចំណុចមួយដែលហានិភ័យមែនតើថ្ងៃមួយបើសិនជាអត់គាត់ទៅគាត់ធ្វើការកើតទៅច្បាស់ណាស់គ្មានលុយហូរចូលទេអញ្ចឹងដាច់ខាតត្រូវតែធ្វើការងារទី2មួយទៀតគឺលុយហូរចូលហើយមានលុយនៅសល់ហើយត្រូវតែចំណាយពេលរកការងារឲ្យលុយធ្វើរកការងារឲ្យលុយធ្វើកន្លែងហ្នឹងវារៀងស្ដាប់ទៅរៀងតំណងដែរប៉ុន្តែបើសិនជាយើងបកប្រែងាយយល់វិញគឺរកកន្លែងដាក់លុយវិនិយោគឲ្យវាកើតកូនកើតចៅហើយកើតកូនកើតចៅយ៉ាងមានសុវត្ថិភាពទៀតផងឃើញអត់អញ្ចឹងវាមានជំរឿច្រើនណាស់ដែលទៅជាមួយនឹងការវិនិយោគលុយដើម្បីឲ្យវាកើតកូនកើតចៅឬក៏យកការវិនិយោគហ្នឹងធ្វើជាការងារឲ្យលុយធ្វើទៅវាមានច្រើនណាយើងអាចវិនិយោគទៅលើទ្រព្យអីក៏បានអត់បញ្ហាទេដូចខ្ញុំនិយាយអញ្ចឹងចង់យកលុយមកកញ្ចប់ទៅដាក់ធនាគារក៏បានដែរចង់យកលុយទៅទិញមាសក៏បានដែរចង់យកលុយទៅរកស៊ីក៏បានដែរចង់យកលុយទៅជួលគេចង់យកលុយទៅចងការគេក៏បានដែរចង់យកលុយទៅដាក់នៅក្នុងទីផ្សារពហុនក៏បានដែរប៉ុន្តែសម្រាប់ចិត្តយកមួយណាឲ្យច្បាស់ថាទាំងអស់ហ្នឹងជំរឿមួយហ្នឹងវាស័ក្តិសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់ទាំងអស់គ្នាវាស័ក្តិសមជាមួយនឹងសមត្ថភាពរបស់ទាំងអស់គ្នាដែរយ៉ាអញ្ចឹងគឺអត់បខំទេទាំងអស់គ្នាចង់យកវាមកកញ្ចប់ហ្នឹងទៅដាក់នៅក្នុងធនាគារអូខេបើគិតថាមានសុវត្ថិភាពហើយអាចទទួលយកផលចំណេញប៉ុណ្ណឹងបានដាក់ទៅឬក៏ចង់ដាក់លុយវិនិយោគនៅក្នុងទីផ្សារពហុនដូចជាខ្ញុំដែរដាក់ទៅមិនជាបញ្ហាទេអាហ្នឹងគឺវាល្អបានណាស់ណាអញ្ចឹងកិច្ចការដែលសំខាន់គឺចំណាយពេលចំណាយវេលារកការងារឲ្យលុយហ្នឹងដើម្បីឲ្យវាធ្វើកាលណាលុយរបស់ទាំងអស់គ្នាមានកន្លែងមួយធ្វើការមានសុវត្ថិភាពវានឹងកើតកូនកើតចៅអញនិយាយបានថាវានឹងធ្វើការអ្នកទាំងអស់គ្នាងាប់ចោលហើយអត់មានថ្ងៃសម្រាប់ទេឃើញអត់ដូចលុយរបស់ខ្ញុំអញ្ចឹងគឺវាមិនឃើញអានេះលុយរបស់ខ្ញុំណាវាកើតកូនកើតចៅទៅតាមរយៈប្រមុនមួយចឹងតែអញ្ចឹងទាំងអស់គ្នាក៏អាចធ្វើទៅតាមនឹងបានដែររកការងារឲ្យលុយធ្វើឲ្យវាកើតកូនឲ្យវាកើតចៅទៅហើយចុងក្រោយអាទាំងអស់ហ្នឹងវានឹងទិញសេរីភាពឲ្យទាំងអស់គ្នានឹងមានជំរឿឲ្យទាំងអស់គ្នាល្អនៅក្នុងជីវិតណាចង់ទៅធ្វើការក៏បានមិនចង់ទៅធ្វើការក៏បានដែរអត់ខ្ចីត្រូក្បាលណាទេឥឡូវយើងមកដល់ចំណុចទី2គឺក្រុមហ៊ុនល្អចំនួន3ដែលវាកំពុងតែបង្ហាញឱកាសមាសណាយ៉ាកុំភ័យទាំងអស់គ្នានៅជាមួយខ្ញុំពេលដែលមានឱកាសគឺខ្ញុំបង្ហាញប្រាប់ហើយគាត់ថាវាអត់លឿនដូចជានៅក្នុងក្រុមខ្ញុំទេបើសិនជាអ្នកនៅក្នុងក្រុមខ្ញុំគឺវាចេះមានភ្លាមគឺយើងបង្ហាញភ្លាមមានភ្លាមគឺយើងបង្ហាញភ្លាមតែបើសិនជាទាំងអស់គ្នាចាំតែមើលនៅក្នុង YouTube ទេអាចថាតើតែយើងធ្វើវីដេអូទើបយើងបង្ហាញណាបើសិនជាទាំងអស់គ្នាចង់ដឹងលឿនមានឱកាសភ្លាមអាចចូលទិញភ្លាមបាននៅក្នុង group Finance Power តែអញ្ចឹងគឺយើងមានពេលណាគឺយើងប្រាប់ពេលណាអត់បញ្ហាទេយ៉ាទី1គឺជាមួយនឹងក្រុមហ៊ុន Netflix ណា NFLX អញ្ចឹង NFLX វាគឺជាក្រុមហ៊ុនមួយដែលល្អហើយខ្ញុំជិះបានទិញវាយូរហើយប្រហែលឆ្នាំ1ឆ្នាំ2ឆ្នាំជាងហើយឃើញអត់អញ្ចឹងឥឡូវហ្នឹងគឺវាកំពុងតែបង្ហាញឱកាសមាសមកដល់ហើយហេតុអីចម្លើយគឺវាមានហេតុផលមួយចំនួនសំខាន់ណាទី1ក្រុមហ៊ុន Netflix ហ្នឹងវាគឺជាក្រុមហ៊ុនដែលល្អណាក្រុមហ៊ុនដែលល្អមានន័យថា service របស់វាគឺជាតម្រូវការរបស់ពិភពលោក streaming service ណា content គឺគេ subscribe ដើម្បីមើលវាអញ្ចឹងគឺជាក្រុមហ៊ុនល្អហើយទី2វាជាក្រុមហ៊ុនល្អតម្លៃរបស់វាឥឡូវហ្នឹងគឺកំពុងតែលក់នៅក្នុងតម្លៃ discount ទៅទៀតតម្លៃ intrinsic value របស់ Netflix គឺអាចថានៅល្បាក់ប្រហែលជា100ជាងណាគឺនៅម្ដុំហ្នឹង
ប៉ុន្តែឥឡូវហ្នឹងគឺលក់នៅក្នុងតម្លៃ$77ទេអញ្ចឹងគឺវា discount នឹងច្រើនដែរបើសិនជាយើងគិតពី upside វិញប្រហែលជា70-80% អីដែរបើសិនជាទិញពីឥឡូវហ្នឹងទៅហើយទី3ចំណុចដែលល្អនោះគឺ Netflix តម្លៃរបស់វាហ្នឹងគឺមកដល់កន្លែង strong support មួយចំនួនហើយឃើញអត់កន្លែងនេះគឺគេហៅថា strong support ណា strong support អញ្ចឹងគឺមកដល់កន្លែងហ្នឹងហើយពេលដែលមកដល់កន្លែងហ្នឹងមានថាម៉េចមានន័យថាឱកាសនៅក្នុងការដែល Netflix ហ្នឹងវា bounce ឡើងទៅវិញវាឡើងទៅលើវិញគឺវាមានច្រើនណាវាមានច្រើនកន្លែងហ្នឹងអញ្ចឹងយើងអាចនិយាយបានថា3ហ្នឹងគឺវាអាឡាញហើយវាកាត់ឡើងព្រមគ្នាហើយសួរតើវាអាចនឹងមានភាគរយ 100% ឡើងទៅវិញហ៎អត់ទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននោះគឺភាគរយដែលវាឡើងទៅវិញគឺវាខ្ពស់ណាមិនមែន 50% ទេ60 70 80% ហើយដោយសារអីឲ្យរឿងហ្នឹងគឺវាធ្លាប់កើតឡើងទៅហើយឲ្យតែមានករណីហ្នឹងគឺវាដឹងតែភាគរយនៅក្នុងការឡើងទៅវិញហ្នឹងគឺវាច្រើនគិតមើលមកដល់ support ហើយ support កន្លែងហ្នឹងគឺគេហៅថា strong support ណាអានេះ200 moving average ឃើញអត់មួយទៀតគឺតាក់ទងជាមួយនឹង candlestick pattern ក៏វាបែបហ្នឹងដែរអញ្ចឹងពេលដែលទីផ្សារបើកថ្ងៃច័ន្ទហ្នឹងវិញអាកន្លែងហ្នឹងគឺគេហៅថា bullish pin buy អញ្ចឹងតែអាហ្នឹងគឺវាចូលទៅលើ technical ទៀតហើយកុំឲ្យតែអស់នេះស្មុគស្មាញច្រើនគិតបែបនេះទៅគឺបានហើយតម្លៃរបស់ Netflix គឺកំពុងតែលក់នៅ strong support មែនតើអា strong support ហ្នឹងគឺជាចំណុចឬក៏គឺជាកត្តាមួយដែលអាចនឹងធ្វើឲ្យ Netflix វាឡើងទៅវិញណាកន្លែងហ្នឹងអាហ្នឹងគឺជាមួយនឹង Netflix ណាអូខេទី1គឺក្រុមហ៊ុន Netflix យ៉ាតើអ្នកគ្នាបើសួរថាអាចចូលទិញបានទេ of course ទាំងអស់គ្នាអាចចូលទិញបានហើយដាក់លុយទិញទៅ 50% ក៏បានឬក៏ all in ក៏បានដែរនិយាយមែន all in ក៏បាន 50% ក៏បានដែរមិនជាបញ្ហាទេដោយសារតែវាលក់នៅក្រោមតម្លៃ intrinsic value ទៅហើយក្រុមហ៊ុនទី2ដែលជាក្រុមហ៊ុននាំឱកាសល្អមកដល់ទាំងអស់គ្នាមកដល់យើងនោះគឺ Microsoft oh my goodness Microsoft ដូចយើងឃើញហើយ Microsoft វាគឺជាក្រុមហ៊ុនយក្សមួយនៅក្នុងពិភពលោកណាជាក្រុមហ៊ុនបងធំទី4ដែរធំជាងគេលំដាប់ទី4នៅក្នុងពិភពលោកនៅអាមេរិកទៀតហើយឥឡូវហ្នឹងគឺវាកំពុងតែបង្ហាញឱកាសល្អហើយឱកាសល្អមិនទៅអត់ខុសអីពី Netflix ទេយើងមើលទៅលើ time frame weekly ណាមានន័យថាទី1ក្រុមហ៊ុន Microsoft វាគឺជាក្រុមហ៊ុនល្អហើយសេវាកម្មរបស់វា service របស់វា product របស់វាគឺជាជម្រើសគឺជាតម្រូវការដែលគេខ្វះអត់បានហើយទី2វាលក់នៅក្នុងតម្លៃ discount ទៅទៀតយ៉ា fair value របស់Microsoft អាចល្បាក់នៅប្រហែលជា400ជាងណា400ជាងអញ្ចឹងគឺលក់នៅក្នុងតម្លៃ discount ដែរ perfect មែនតើហើយទី3ចុងក្រោយនេះគឺតម្លៃរបស់វាគឺលក់នៅកន្លែង strong support ដែរ strong support ដែរណាអានេះគឺ strong support មួយទៀតគឺ candlestick pattern ក៏ឲ្យគំរូនឹងដែរអញ្ចឹងពេលដែលថ្ងៃច័ន្ទទីផ្សារបើកកន្លែងហ្នឹងមានន័យថាតម្លៃរបស់ Microsoft វានឹងបិទនៅលើ200 moving average អាហ្នឹងគឺកម្រណាស់និយាយទៅគឺតាក់ទងជាមួយនឹងការវិនិយោគ long term ឬក្រុមហ៊ុនល្អពេលដែលយើងអាចទិញនៅតម្លៃមួយដែលវានៅក្បែរឬក៏មកប៉ះ moving average 200ហ្នឹងណាគឺជាចំណុចឬក៏គឺជាតម្លៃមួយដែលល្អមែនតើនៅក្នុងរយៈពេលវែងវាដឹងតែឡើងហើយទាំងអស់គ្នាលុយដែលបានឲ្យវិនិយោគហ្នឹងគឺដឹងតែកើនឡើងច្រើនមែនតើអញ្ចឹងសរុបទៅ Microsoft វាផ្ដល់ឱកាសល្អឱកាសមាសបែបហ្នឹងដោយសារតែទី1វាជាក្រុមហ៊ុនល្អទី2វាលក់នៅក្នុងតម្លៃ discount ហើយទី3តម្លៃរបស់វាហ្នឹងគឺមកដល់ strong support មួយចំនួនដែរវានឹងមានភាគរយនៅក្នុងការ bounce ឡើងទៅវិញភាគរយខ្ពស់ណាអញ្ចឹងគឺក្រុមហ៊ុន Microsoft ដាក់លុយវិនិយោគបាន all in ក៏បាន 50% ក៏បានមិនជាបញ្ហាទេអីដែលខ្ញុំហ៊ាននិយាយគឺក្រុមហ៊ុនហ្នឹងវាល្អលុយរបស់ទាំងអស់គ្នាដឹងតែកើនឡើងនៅក្នុងរយៈពេល long term ហើយអាចនិយាយបានថាទិញហើយមួយឆ្នាំក្រោយ2ឆ្នាំក្រោយតើអរគ្នាចាំអរគុណខ្ញុំក៏បានដែរមិនជាបញ្ហាអីទេប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺដឹងតែចំណេញហើយ and then ចុងក្រោយក្រុមហ៊ុនល្អដែលនាំឱកាសមាសមកឲ្យយើងមកឲ្យទាំងអស់គ្នាគឺ ISRG ឬក៏ Intuitive Surgical ក្រុមហ៊ុនតាក់ទងជាមួយនឹង robot វះកាត់ robot ណាអានេះនិយាយមែនគឺខ្ញុំដាក់លុយទិញថ្ងៃរបស់ហ្នឹងប្រហែលជា1000ជាងទៀតដែរអញ្ចឹងគឺទិញណាហេតុអីមូលហេតុហ្នឹងគឺអញ្ចេះទេទី1វាជាក្រុមហ៊ុនដែលល្អក្រុមហ៊ុនសឹងតែ monopoly ទៅហើយមានតែវាទៅហើយនៅក្នុងវិស័យវះកាត់បែប robot ហ្នឹងអត់មានអ្នកណាគេលើសវាទេបងខំហើយក្រុមហ៊ុនល្អណាទី2វាមិនមែនជាក្រុមហ៊ុនដែលលក់នៅក្នុងតម្លៃ discount ទេប៉ុន្តែជាក្រុមហ៊ុនមួយដែលលក់នៅក្នុងតម្លៃខោកបើសិនជាយើងធៀបជាមួយនឹងតម្លៃរបស់វារាល់ដងទៅអញ្ចឹងចេះក្រុមហ៊ុនហ្នឹងធម្មជាតិរបស់វាគឺតែងតែលក់នៅតម្លៃខ្ពស់ខ្លាំងមែនតើខ្ពស់ខ្លាំងហ៎ប៉ុន្តែ
ឥឡូវហ្នឹងតម្លៃរបស់វាគឺលក់ក្រោមអាតម្លៃទាំងអស់ហ្នឹងទៀតឥឡូវខ្ញុំបញ្យល់អញ្ចឹងជាទូទៅវាលក់នៅក្នុងតម្លៃមួយអាចថា premium ថ្លៃប្រហែលជា 15% ឬក៏ 20% នៃតម្លៃរបស់វាអញ្ចឹងតែប៉ុន្តែឥឡូវហ្នឹងគឺវាលក់នៅក្នុងតម្លៃថ្លៃដែរប៉ុន្តែថ្លៃត្រឹមតែ 5% ឯងកម្រមានឱកាសបែបហ្នឹងណាអាហ្នឹងហើយទើបធ្វើឲ្យខ្ញុំដាក់លុយវិនិយោគជាមួយវាច្រើនមែនតើទី2ទី3តម្លៃរបស់វាគឺលក់នៅក្នុងតំបន់ strong support ដែរខ្ញុំដាក់ឲ្យទាំងអស់គ្នាមើលអញ្ចឹងណាអានេះគឺ strong support ណាហើយឥឡូវហ្នឹងក៏ strong support ដែរមួយទៀតគឺតាក់ទងជាមួយនឹង 200 MA moving average ហើយចំណុចដែលសំខាន់នោះគឺ price របស់វាបង្ហាញថាវានឹងបិទនៅលើ moving average 200នឹងហើយអាហ្នឹងគឺជាចំណុចដែលខ្ញុំបដោតមែនតើនិយាយទៅក្រុមហ៊ុនមួយដែលខ្ញុំអាចថា all in គឺទី1វាជាក្រុមហ៊ុនល្អទី2លក់នៅក្នុងតម្លៃ discount ហើយទី3 share price របស់វាគឺបិទឬក៏នៅម្ដុំ200 moving average 200ណាអញ្ចឹងគឺដាក់កន្លែងហ្នឹងទៅយើងឃើញថាឥឡូវហ្នឹងគឺវាលក់នៅម្ដុំហ្នឹងសំខាន់គឺ candlestick ហ្នឹងវាជា bullish candlestick ទៅទៀតអានេះហើយទើបធ្វើឲ្យខ្ញុំមានការគិតមួយថាវានឹងមានភាគរយខ្ពស់នៅក្នុងការឡើងទៅវិញសំណួរគឺថាអាចចុះហ៎ចម្លើយគឺអាចចុះប៉ុន្តែភាគរយតិចណាតែបើចុះគឺខ្ញុំនឹងទិញបន្ថែមទៀតតែបើឡើងគឺខ្ញុំនៅតែចំណេញហ្នឹងឃើញអត់អញ្ចឹងសរុបទៅអានេះគឺ intuitive surgical ទាំងអស់គ្នាអាច search មើលបានណា ISRG ហើយខ្ញុំក៏បានធ្វើវីដេអូនិយាយពីក្រុមហ៊ុនមួយហ្នឹងដែរអញ្ចឹងអាចចូលទៅមើលលម្អិតក៏បានឬក៏បើអត់ទេជឿខ្ញុំដាក់លុយវិនិយោគទៅតោះគ្នាអាចទិញ 50% បានឬក៏ 30% ក៏បានដែរមិនបាច់ all in ទេណាអានេះគឺគុំ all in អីតែពីខាងលើទៀត Netflix ហើយនិង Microsoft ទាំងអស់គ្នាអាច all in បានតែ intuitive surgical កុំទាន់ 50% យ៉ាងច្រើនបានហើយដាក់លុយទិញទៅអញ្ចឹងបើវាធ្លាក់ទៀតគឺទិញទៀតបើអត់ទេគឺហូរវាតែប៉ុណ្្នឹងអញ្ចឹងទៅអញ្ចឹងអានេះគឺ3ក្រុមហ៊ុនហ្នឹងណាដែលវាកំពុងតែបង្ហាញឱកាសមាសហើយបងប្អូនអាចដាក់លុយវិនិយោគជាមួយវាបានហើយអូខេដាក់លុយវិនិយោគជាមួយវាទៅមួយឆ្នាំក្រោយ2ឆ្នាំក្រោយចាំយើងនិយាយគ្នាអរគុណខ្ញុំទៅតាមហ្នឹងក៏បានដែរលក្ខណៈបែបអូខេអរគុណច្រើនបងដែលបានប្រាប់ឱកាសហ្នឹងឲ្យខ្ញុំបានទិញជាមួយនឹងពួកវាកាលពី1ឆ្នាំ2ឆ្នាំមុនឥឡូវនេះគឺចំណេញច្រើនហើយមកដល់ចំណុចទី3ចុងក្រោយគឺតកតងជាមួយនឹងអតិផរណាជាក់ស្ដែងណាវាមានគំរូច្រើនដែលយើងអាចនិយាយពីអតិផរណាប៉ុន្តែអានេះគឺថ្មីហើយវាជាក់ស្ដែងទាំងអស់គ្នានឹងយល់ហើយអានេះគឺគេធ្វើ survey តកតងជាមួយនឹងតម្លៃរបស់ក្រុមហ៊ុន iPhone ពិសេសគឺតកតងជាមួយនឹង iPhone 18 Pro អញ្ចឹង iPhone 18 Pro គឺគេ estimate គេរំពឹងថានឹងលក់នៅក្នុងតម្លៃ1299ថា1300ចុះហើយមូលហេតុដែលធ្វើឲ្យគេដំឡើងតម្លៃហ្នឹងគឺដោយសារតែចំណុចសំខាន់មួយគឺ memory ណាគឺ memory ដូចទាំងអស់គ្នាដឹងហើយនៅក្នុងហ្នឹងគឺតាក់ទងជាមួយនឹង memory មិនថា computer មិនថាទូរស័ព្ទឬក៏មិនថាស្អីទេគឺឲ្យតែតាក់ទងជាមួយ memory ទាំងអស់ហ្នឹងគឺវាតែងតែឡើងហើយឡើងអ្នកដែលធ្វើការខាង graphic អ្នកដែលធ្វើការខាងអីហ្នឹងគឺដឹងហើយ memory ហ្នឹងគឺវាឡើងថ្លៃមែនតើយ៉ាអាហ្នឹងហើយគឺធ្វើឲ្យគេ estimate ថាក្រុមហ៊ុន iPhone វានឹងឡើងថ្លៃតាក់ទងជាមួយនឹងតម្លៃរបស់វាហើយ iPhone 18 Pro Max ចេញនៅពេលប្រហែលខែខាងមុខទៀតហ្នឹងយ៉ាច្បាស់ណាស់គឺអាចនឹងឡើងថ្លៃបែបហ្នឹងដែរប៉ុន្តែអ្វីដែលប្រកាសនោះគឺបណ្ដាញមួយចំនួនរបស់ Apple គឺវាបានឡើងថ្លៃទៅហើយដូចជា iPad នេះហ្នឹងឬក៏កុំព្យូទ័ររបស់វាហ្នឹងគឺឡើងថ្លៃទៅហើយកាយហ្នឹងក៏ឡើងថ្លៃដែរប៉ុន្តែ iPhone គឺគេរំពឹងថានឹងឡើងថ្លៃដូចគ្នាហើយតោះនេះមើលទៅអានេះកាលពី17 Pro Max ណាតម្លៃរបស់វាតាក់ទងជាមួយនឹង memory គឺត្រឹមតែ39ទេ storage គឺ$13ទេប៉ុន្តែអា18 Pro Max គេរំពឹងថា memory គឺ load រហូតដល់$145ណាឃើញអត់ពី39ថា40ចុះរហូតដល់145គឺវាឡើងច្រើនមែនទែនហើយ storage គឺឡើងរហូតដល់$51ពី13រហូតដល់$51ណាអញ្ចឹងបើសិនជាយើងធៀបតម្លៃរបស់វាគឺបែបនេះទេ Apple Core គឺ582បើលក់នៅកន្លែង retail គឺ1099តែឥឡូវហ្នឹង18 Pro Max គឺគេរំពឹងថា Apple Core របស់វាគឺប្រហែលជា726ដោយសារតែ memory ឡើងហើយនឹង storage ហើយតម្លៃលក់នៅ retail គឺគេរំពឹងថានឹងលក់នៅតម្លៃ1299ឃើញអត់ឡើង$200ជាងសួរថាហេតុអីបានជា Apple វាធ្វើអញ្ចឹងចម្លើយគឺតែប៉ុណ្ណេះទេអតិផរណាជាមួយនឹងmemory កាលណាអតិផរណាបែបហ្នឹងក្រុមហ៊ុន Apple វាអត់គេហៅថារងការឈឺចាប់តែឯងទេទទួលរងអតិផរណាហ្នឹងតែឯងទេ Apple វានឹង pass អាហ្នឹងវានឹងហុចអាតម្លៃហ្នឹងទៅឲ្យអ្នកប្រើប្រាស់ណាគេយើងហ្នឹងឯងឃ
ឃើញអត់អញ្ចឹងយើងគឺជាអ្នករ៉ាប់រងទៅលើអតិផរណាជាមួយនឹង memory ហ្នឹងការឡើងថ្លៃរបស់ memory ហ្នឹង Apple វាអត់ស៊ីទេវាអត់ខាតលុយទេនិយាយមែនណាតិចគុំថា Apple សុខចិត្តធ្វើអំពើល្អឲ្យយើងដែលជាអ្នកប្រើប្រាស់ហ្នឹងឯងចំណេញអត់ទេ Apple វានឹងផាសវានឹងហុចបន្តអាលុយដុល្លារហ្នឹងគឺមកឲ្យយើងហើយឃើញអត់អញ្ចឹងគឺប្រហែលជា$200ជាងយើងហូបទៅហូបអតិផរណាហ្នឹងទៅឃើញទេអញ្ចឹងតើតើជាមួយអតិផរណាគឺប៉ុណ្្នឹងទាំងអស់គ្នាកុំរំពឹងថាពេលដែលអតិផរណាកើតឡើងក្រុមហ៊ុនដែលយើងគ្រប់គ្រង product ឬក៏ service របស់វានឹងវានឹងជួយយើងអត់អាចទេវានឹងហុចតម្លៃអតិផរណាដែលឡើងហ្នឹងប្រហែលគឺហុចមកឲ្យយើងគឺជាអ្នកស៊ីអតិផរណាហ្នឹងយើងគឺជាអ្នករងគ្រោះដោយសារតែអតិផរណាហ្នឹងទេមិនមែនតែ Apple មួយទេស្អីក៏ដោយ product ដែលមាននៅក្នុងទីផ្សារទាំងអស់គឺយើងដែលជាអ្នកប្រើប្រាស់ចុងក្រោយហ្នឹងជាអ្នករងអតិផរណាហ្នឹងឥឡូវខ្ញុំនាំបងប្អូនមកមើលគំរូមួយអានេះក៏អាចថាជាមូលហេតុដែលខ្ញុំអត់វិនិយោគជាមួយនឹង Micron SK Hynix ឬក៏ Samsung អីដែរដោយសារតែវាមានបញ្ហាមួយចំនួនណាហើយចុងក្រោយគឺខ្ញុំមករើសយកក្រុមហ៊ុន ASML ដាក់លុយវិនិយោគជាមួយនឹងក្រុមហ៊ុនហ្នឹងមូលហេតុគឺដោយសារតែ ASML វាគឺជាឆ្អឹងខ្នងមួយវាគឺជាក្រុមហ៊ុនមួយដែលលក់ម៉ាស៊ីនផលិត memory ឲ្យ Micron SK Hynix ឬក៏ Samsung និយាយបានថា Samsung SK Hynix ឬក៏ Micron ហ្នឹងវាគឺជាអតិថិជនរបស់ក្រុមហ៊ុន ASML តាក់ទងជាមួយនឹង memory ណាអញ្ចឹងគឺរើសយក ASML ដោយសារតែវាគឺជាក្រុមហ៊ុនដែល3ក្បាលហ្នឹងมันអាចអត់បានទេអានេះគឺតាក់ទងជាមួយនឹងក្រុមហ៊ុន Micron អ្វីដែលខ្ញុំបារម្ភមួយទៀតវាមិនមែនថា Micron ហើយ Samsung ក៏អញ្ចឹង SK Hynix ក៏អញ្ចឹងដែរតម្លៃណាតម្លៃ memory គឺវាឡើងខ្លាំងមែនតើឡើងខ្លាំងរហូតដល់ Apple CEO របស់ Apple តា Tim Cook ល្អូលតមអញ្ចឹងកាលណាល្អូលតមធ្វើម៉េចគឺច្បាប់នៅអាមេរិកគេអាចនឹងចាប់ផ្ដើមលូកដៃចូលហើយនិយាយមិនចេះក៏បានដែរ Micron ឬក៏ SK Hynix ឬក៏ Samsung ហ្នឹងឥឡូវយើងនិយាយចេះវិញដោយសារតែ Micron វានៅអាមេរិកអញ្ចឹង Micron គឺត្រូវបានគេឃ្លាំមើលអីយើងនិយាយចេះទៅតែតជាមួយនឹងតម្លៃរបស់ memory ហ្នឹងវាឡើងខ្លាំងពេកវាឡើងខ្លាំងមែនតើណាដូចយើងមើលអញ្ចឹង memory iPhone 1ឡើងពីប្រហែលឡើងពី49ជាងរហូតដល់140 150ជាងច្រើនណាស់ដល់ពេលសួរតាហេតុអីបានវាឡើងច្រើនអញ្ចឹងដោយសារអីមិនមែនដោយសារតែវត្ថុធាតុដើមនឹងវាឡើងថ្លៃទេអត់ទេគឺដោយសារតែក្រុមហ៊ុន Micron ហ្នឹងវាទៅឡើងតម្លៃវារដ្ឋបတ်ទៅលើ supply ដោយសារតែអា demand ហ្នឹងវាច្រើនពេកតម្រូវការវាច្រើនពេកអញ្ចឹងក្រុមហ៊ុនហ្នឹងវាលេងផ្លូវមួយដែលអាចនិយាយបានថាអាក្រក់ធ្វើឲ្យតម្លៃរបស់ memory ហ្នឹងវាឡើងឥឡូវយើងមកមើលតួលេខនេះគឺទាំងអស់គ្នាដឹងហើយអានេះគឺជាតួលេខ earning ចុងក្រោយណា revenue របស់វាគឺ41 billion ជាងឡើងពីប្រហែល9ទៅ41 billion អញ្ចឹងសួរតែចាំប្រហែលវាឡើងប្រហែលគឺ300% ជាង300% ជាង revenue វាកើនឡើងសំណួរគឺថាតាហ្នឹងកើនឡើងដោយសារអីវាលក់បានច្រើនជាងមុនហីអត់ទេតើអ្នកគ្នាមកមើលកន្លែង cost of goods sold នេះមានន័យថាតម្លៃវត្ថុធាតុដើមហ្នឹងគឺប្រហែលអានេះគឺបើធៀបជាមួយ2025 5.7 billion ហ្នឹងហើយឡើងមកដល់ប្រហែល 6.4 ហ្នឹងឡើងបាន 10% ប៉ុណ្ណឹងអញ្ចឹងតម្លៃវត្ថុធាតុដើមដែលផលិត memory ហ្នឹងគឺវាឡើងតែ 10% ទេប៉ុន្តែ revenue ហ្នឹងវាចាំរហូតដល់ 300% ជាងអាហ្នឹងមូលហេតុហ្នឹងវាបញ្ជាក់ថាម៉េចវាបញ្ជាក់ថាក្រុមហ៊ុន Micron វាបំប៉ោងឬក៏វាតម្លើងតម្លៃដោយសារតែវាឃើញតម្រូវការនៅក្នុងទីផ្សារហ្នឹងវាកើនឡើងតម្លើងតម្លៃហើយតម្លើងតម្លៃហ្នឹងមិនមែនដោយសារតែអា cost of goods sold ហ្នឹងវាឡើងទេអត់ទេគឺតម្លៃអា cost of goods sold ហ្នឹងវានៅតែដដែលទេវត្ថុធាតុដើមផលិតហ្នឹងគឺតម្លៃសង្កើន 10% ហ្នឹងប៉ុន្តែវា inject អាតម្លៃហ្នឹងឲ្យខ្ពស់ឃើញអត់អាហ្នឹងហើយដែលធ្វើឲ្យក្រុមហ៊ុន Apple វាល្អូរទាំហើយចុងក្រោយគឺអាចនឹងមានផ្លូវច្បាប់ regulation ណាទៅលើអាហ្នឹងព្រមគេហៅវាទៅពមៀនឬក៏រដ្ឋអី government អីចាប់ដើមអត់កើតទេតម្លាក់តម្លៃមកវិញអញ្ចឹងបើសិនជាមានរឿងនឹងកើតឡើងខ្ញុំធានាឲ្យ Micron ឬក៏ SK Hynix ឬក៏ Samsung អីអាចនឹងធ្លាក់មកវិញហើយអាចនឹងធ្លាក់មកវិញណាអូខេអានេះគឺតាក់ទងជាមួយនឹង inflation ហើយនឹងក្រុមហ៊ុនមួយចំនួនដែលខ្ញុំគិតវេះមិនដាក់លុយវិនិយោគទទួលស្គាល់ Micron វាកើនឡើងច្រើនណា Samsung វាកើនឡើងច្រើនដែរប៉ុន្តែហានិភ័យគឺកន្លែងហ្នឹងវាកំពុងតែជាចំណុចកណ្ដាលមួយដែលគ្រប់គ្នាកំពុងតែមើលហើយដោយសារអីតម្លៃរបស់ memory ហ្នឹងវាកើនឡើងមិនមែនកើនឡើងធម្មតាណាគឺកើនឡើងខ្លាំងកើនឡើងយ៉ាងគំហុកមែនតើដែលធ្វើឲ្យគេស៊ូមគឺ government លុកដៃលុកជើងចូលដើម្បីកុំឲ្យតម្លៃហ្នឹងវាកើនឡើងខ្លាំងពេក
ដោយសារតែអាហ្នឹងគឺគេខ្វល់ខ្វាយទៅលើអ្នកប្រើប្រាស់តម្លៃនឹងការឡើងប៉ះពាល់ណាគេមិនប៉ះពាល់ Apple ទេមិនប៉ះពាល់ASML ទេគឺប៉ះពាល់អ្នកប្រើប្រាស់ចុងក្រោយអញ្ចឹង government គេការពារអ្នកប្រើប្រាស់ណាគេចង់ឲ្យអ្នកប្រើប្រាស់ហ្នឹងគឺវាមានសុវត្ថិភាពអត់ឲ្យក្រុមហ៊ុនធ្វើបាបឬក៏ធ្វើស៊ីទេអូខេមានតែប៉ុណ្្នឹងទេ